ជំរាបសួរបងប្អូនអរគ្នាវិលមកជួបគ្នាជាមួយនឹង Channel រៀនអុកថ្ងៃនេះយើងបន្តអេពីសូតរបស់យើងទៀតគឺយើងដល់ 5 minute បាទឥឡូវយើងពឹងផ្អែកទៅលើ note យើងដដែលអញ្ចឹងបន្ត note ភ្លេងបងប្អូនដឹងហើយកូនសោក៏បងប្អូនដឹងហើយyes មាននៅកន្លែង fa yes 1 do yes 1ហើយនឹង sol yes 1បាទអញ្ចឹងយើងចាប់ផ្ដើមមើលទីតាំងរបស់គ្រាប់ gam របស់ fa yes minor វាចាប់ផ្ដើមពី fa sol la si do re mi fa បាទអញ្ចឹងយើងដឹងហើយថាគ្រាប់ណាដែលប៉ះជាមួយ yes នៅក្នុង gam របស់វាគឺយើងបន្ថែម yes ឲ្យវាណាអញ្ចឹង fa 1គឺចំ yes អញ្ចឹងកន្លែងនេះគឺ fa yes sol ក៏ sol yes la si do yes re mi fa yes បាទអញ្ចឹង gam របស់វាគឺវាចាប់ផ្ដើមពី fa yes sol yes la si do yes re mi fa បាទវាគឺជាប្អូនរបស់ la major អញ្ចឹងជាទូទៅកាលណាបងប្អូនឃើញ yes 3វាមានតែ2តុងហ្នឹងឯងបើមិនតុង la គឺតុង fa yes minor បាទយើងដឹងថាវាតុង la ឬតុង fa yes minor ដោយរបៀបម៉េចពីព្រោះគ្រាប់របស់វាក៏វាមាន yes នៅទីតាំងដូចគ្នាហើយអាគររបស់វាក៏ប្រើជាមួយគ្នាទៀតតែយើងដឹងវាគឺនៅពេលដែលវាចាប់ផ្ដើមឬក៏បញ្ចប់បាទដោយ fa ឬក៏បញ្ចប់ដោយ la បញ្ចប់ដោយ fa yes ឬក៏បញ្ចប់ដោយ la ការចាប់ផ្ដើមអាចពីព្រោះសំខាន់លើអ្នកនិពន្ធនេះអ្នកនិពន្ធខ្លះគាត់ចាប់ផ្ដើមដោយ fa yes ចឹងទៅចឹងវាចាប់ផ្ដើមប៉ុន្តែរឿងធំគឺបញ្ចប់តែកាលណាវាបញ្ចប់ដោយ fa yes គឺមានន័យថាបទនឹងគឺតុង fa yes minor បាទនេះគឺជា gam របស់វា fa yes sol yes la si do re mi fa ឥឡូវយើងមើលវានៅលើអកវិញបាទថ្ងៃនេះអកគឺ37ខ្ទង់ដដែលបាទអក MIDI វាទូចស្រួលបាទសម្រាប់ខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងវាចាប់ផ្ដើមដោយ fa yes នេះសើ fa yes បងប្អូនធ្លាប់រៀនពីអេពីសូតមុនរបស់ខ្ញុំដើម្បីចំណាំទីតាំងរបស់វាអកវាមាន2ជាប់គ្នាអាខ្មៅ3ជាប់គ្នា2ជាប់គ្នាចេះដើម្បីយើងតម្លាក់មកដូតម្លាក់មក fa ណាទៅខាងលើ fa yes អញ្ចឹងវាចាប់ផ្ដើមដោយ fa yes sol yes អូខេអញ្ចឹងយើងដាក់ fa yes កន្លែងហ្នឹងគឺមេដៃមក fa yes sol yes la si មេដៃបោះមក si do yes re mi បាទនេះគឺជាសំឡេងវារៀងពិបាកបងប្អូនក្នុងការចាប់សំឡេង gam របស់ minor បន្តិចណាប៉ុន្តែ gam របស់ minor គឺអញ្ចឹងឯងវាចាប់ផ្ដើមដោយ fa sol yes la si do yes re mi fa yes បាទអញ្ចឹងដូចគ្នាយើងពីក្រោមនេះក៏បានដែរ fa sol la si បើយើងចាប់ពីកន្លែងនេះអត់មានខ្ទង់បន្ថែមទេដោយសារវាមានតែ3អុកតាទេអុក MIDI នេះប៉ុន្តែយើងចាប់កន្លែងណាក៏ដូចគ្នាដែរអញ្ចឹង fa yes គឺគ្រាប់ទី1 sol yes គ្រាប់ទី2 la គ្រាប់ទី3 si គ្រាប់ទី4 do yes គ្រាប់ទី5 re គ្រាប់ទី6 mi គ្រាប់ទី7ហើយបានខ្លួនវាមកគ្រាប់ទី8បាទអូខេអញ្ចឹងអាគរដូចគ្នាវាប្រើជាមួយនឹងអាគររបស់ la major ដែរអញ្ចឹង la major បងប្អូនចាំហើយមានគរ la major c minor do yes minor មាន re major មាន mi major មាន fa yes minor ហើយនឹងមាន sol yes diminished អញ្ចឹងដូចគ្នាគ្រាន់វាខុសទីតាំងមែនអត់អញ្ចឹងបើ fa yes តុង fa yes minor មានចាប់ផ្ដើមដោយ fa yes minor នឹងខ្លួនឯងនឹងមកហើយបន្ទាប់មកអាគរទី2 sol yes diminished បាទរួចបន្ទាប់មកទៀតគឺអាគរ sol ហើយ la major c minor do yes minor ហើយ re major
mi major បាទខុសគ្នាត្រង់ទីតាំងអាគ័រចុងក្រោយមុនទៅដល់រាប់ fa yes ជាទូទៅគឺ diminish ប៉ុន្តែ diminish គឺទី2វិញសម្រាប់ la minor អញ្ចឹងសម្រាប់តុង minor សម្រាប់តុង minor គឺ diminish គឺនៅទី2សម្រាប់តុង major diminish គឺនៅទី7អញ្ចឹងអាគ័ររបស់fa yes minor ចាប់ផ្ដើមដោយ fa yes minor ខ្លួនឯងបន្ទាប់មក sol yes diminish la major c minor បន្ទាប់មក do yes minor re major mi major ហើយបាន fa yes minor វិញបាទអញ្ចឹងហ្គាម fa yes minor មានតែប៉ុណ្្នឹងទេបាទជួបគ្នានៅអេពីសូតក្រោយទៀតអរគុណ